ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាហើយក៏សូមស្វាគមន៍មកកាន់ Channel NG ខ្មែរ US ចាបងប្អូនទាំងអស់គ្នាដូចបងប្អូនទាំងគ្នាបានដឹងហើយថា Channel របស់ខ្ញុំគឺនិយាយអំពីជីវិតចាទស្សនវិជ្ជានៃការរស់នៅស្រុកអាមេរិកហើយសម្រាប់ថ្ងៃនេះបងប្អូនចាខ្ញុំមានអ្វីដែលប្លែកចាមានអ្វីដែលពិសេសនិងអ្វីដែលបងប្អូនយើងជាច្រើនបានសួរខ្ញុំបងប្អូនណាចាតាក់ទងទៅនឹងការសិក្សាចារៀនសូត្រនៅស្រុកអាមេរិកចាអូខេបងប្អូនតើគ្នាចឹងសម្រាប់វីដេអូមួយនេះចានឹងមានលក្ខណៈប្លែកចាពិសេសដោយសារតែចាខ្ញុំនឹងធ្វើការបទសម្ភាសន៍ផ្ទាល់ជាមួយនឹងបងប្អូនប្រុសណាក់ខេមបូចាបងប្អូនចាមុននឹងធ្វើការសម្ភាសន៍ផ្ទាល់ជាមួយបងប្អូនណាក់ខេមបូចាចឹងខ្ញុំចង់ប្រាប់បងប្អូនតើគ្នាថាណាក់ខេមបូក៏ជា YouTuber ម្នាក់ជាស្ត្រីមានអំណាចអាចយកឈ្នះគ្រប់បញ្ហាជាស្ត្រីមានអំណាចអាចយកឈ្នះនៅបញ្ហាគ្រប់យ៉ាងអូខេនិយាយអំពីជីវិតនៃការរស់នៅសហរដ្ឋអាមេរិកនេះចាតកតងទៅនឹងបទពិសោធន៍នៃការរស់នៅក៏ដូចជាការសិក្សារៀនសូត្រចាយល់ទៅគាត់ស្រឡាញ់ការចែករំលែកចាស្តៀងគ្នានឹងរូបនាងខ្ញុំផ្ទាល់បងប្អូនណាចឹងហើយចាសម្រាប់វីដេអូនេះបងប្អូនចាខ្ញុំនឹងធ្វើការបទសម្ភាសន៍ចាដើម្បីចែករំលែកចាតកតងពីអំពីជីវិតអំពីការរស់នៅសហរដ្ឋអាមេរិកនេះរបស់បងប្អូនប្រុសណាក់ខេមបូអូខេបងប្អូនតើឥឡូវបងប្អូនជួបជាមួយនឹងបងប្អូនប្រុសណាក់ខេមបូទាំងអស់គ្នាអូខេជម្រាបសួរអូនណាក់ខេមបូបាទបងជម្រាបសួរចាមិនអូនសុខសប្បាយអត់បាទបងសុខសប្បាយតែខ្ញុំសុខសប្បាយចុះខាងបងវិញចាអូខេអូនបងសុខសប្បាយធម្មតាអូខេអូនឥឡូវដើម្បីកុំឲ្យខាត់ពេលវេលាយូរចាអញ្ចឹងប្រធានបទនេះចាគឺបងចង់ចែករំលែកបទពិសោធន៍ជីវិតនៃការរស់នៅរបស់អូនចានៅស្រុកអាមេរិកនេះហើយជាពិសេសតកតងទៅនឹងការសិក្សារៀនសូត្រនៅស្រុកអាមេរិកនេះចាបងចង់ឲ្យអូនចែករំលែកបទពិសោធន៍របស់អូនផ្ទាល់ចាជាមួយនឹងបងប្អូន fan ខ្មែរយើងចាប៉ុន្តែមុននឹងចែករំលែកបទពិសោធន៍នៃការសិក្សាអូនអាចណែនាំខ្លួនអូនតិចបានអត់បាទបងបាទជាដំបូងខ្ញុំសូមជម្រាបសួរដល់ fan បងទាំងអស់គ្នាហើយបាទឈ្មោះខ្ញុំធម្មតាឈ្មោះវណ្ណៈប៉ុន្តែក្នុង page Facebook ខ្ញុំឬក៏នៅក្នុង YouTube របស់ខ្ញុំគឺឈ្មោះណាក់ខេមបូហើយបាទខ្ញុំរាល់ថ្ងៃខ្ញុំរស់នៅក្នុងទីក្រុង Modesto រដ្ឋ California ស្រុកអាមេរិកអ្នកទាំងអស់គ្នាដឹងហើយខ្ញុំមកដល់ស្រុកនេះរយៈពេល5ឆ្នាំហើយខ្ញុំកំពុងរាល់ថ្ងៃនេះខ្ញុំគឺជានិស្សិតតែសិក្សានៅក្នុងទីក្រុង Modesto ហ្នឹងបាទអូខេ Modesto ចាបងដឹងថា Modesto ក៏ជាភូមិមួយដែលមានខ្មែរច្រើនចាព្រោះអី Modesto មានអាកាសធាតុក្តៅមែនអត់អូនបាទក្តៅសុកស្រាយទៅកន្លែងសុកស្រាយហើយអូនឯងដឹងអត់បងចង់ទៅ Modesto មែនតើបងចង់ទៅមើលផ្កាអង្គាសិលនៅ Modesto បាទច្រើនណាស់ចាចកាផ្កាអង្គាសិលបងប្អូននៅ Modesto ចាមានចកាផ្កាអង្គាសិលនៅតាមផ្លូវសុទ្ធតែផ្កាអង្គាសិលព័ទ្ធជុំវិញស្អាតមែនទេបងប្អូនចាអញ្ចឹងបងប្អូនទាំងគ្នាដោយសារតែពីអាទិត្យទៀតចាខ្ញុំចេញទៅលេង Panama ពីអាទិត្យចាបងប្អូនណាត្រឡប់ពី Panama ចាខ្ញុំនឹងប្រហែលជាបើកឡានទៅលេង Modesto ចាទៅជួបជាមួយនឹងណាក់ខេមបូផ្ទាល់តែម្ដងចាបងប្អូនកុំភ្លេចរងចាំទស្សនាភាពបន្តទាំងអស់គ្នា alright អូខេណាអូនអូនអាចប្រាប់អូនបានអត់អូនថាតើសប្ងៃអូនរៀននៅសាលាណាហើយអូនរៀនថ្នាក់អីដែរបាទបច្ចុប្បន្ននេះខ្ញុំរៀននៅសាលាគេហៅ MJC អក្សរកាត់គេហៅ MJC ប៉ុន្តែអក្សរពេញគេថា Modesto Junior College នៅក្នុងទីក្រុង Modesto ហើយ college ហ្នឹងគឺនៅនឹងចិត្ត freeway តែហ្មងវាមាន2 campus one គេហៅ West Campus and another one we call East Campus អញ្ចឹងវាមាននៅខាងលិចខាងកើតហើយរាល់ថ្ងៃហ្នឹងគឺខ្ញុំរៀននៅខាងកើតប៉ុន្តែគាត់ថារាល់បច្ចុប្បន្ននេះដោយសារតែ COVID ច្រើនអញ្ចឹងទៅខ្ញុំរៀន online ហើយជាសាលាហ្នឹងអូនជាសាលាហ្នឹងគឺជាសាលារដ្ឋឬក៏ជាសាលាឯកជនសាលាហ្នឹងគឺជាសាលារដ្ឋបងជាសាលារដ្ឋបាទប៉ុន្តែជាសាលារដ្ឋពិតមែនប៉ុន្តែការសិក្សាគឺល្អគុណភាពខ្លាំងចាអញ្ចឹងអូនប្រាប់បានអត់ថាសាលាហ្នឹងគឺជាលក្ខណៈសាលាដូចថាសាលាយើងរៀនយកសញ្ញាបត្របាក់ឌុបឬក៏យើងយកសញ្ញាបត្របរិញ្ញាបត្រឬក៏យើងយកបរិញ្ញាបត្ររងឬក៏យើងរៀនថ្នាក់ transfer ទៅមហាវិទ្យាល័យអូនអាចប្រាប់ពួកយើងបានអត់ចំពោះសាលាហ្នឹងយើងបើដូចស្រុកខ្មែរយើងអាចនិយាយថាចប់ពីត្រឹម high school ត្រឹមទី12ឡើងគឺយើងត្រូវចូលមហាវិទ្យាល័យសាកលវិទ្យាល័យមិនអញ្ចឹងប៉ុន្តែនៅស្រុកនេះសម្រាប់ college ដូច college ដែលខ្ញុំរៀនរាល់ថ្ងៃនេះមុខវិជ្ជាខ្លះវាទៅតាមមុខវិជ្ជាបងដូចថាមុខវិជ្ជាខ្លះគឺយើងរៀនដើម្បី transfer
ប៉ុន្តែសម្រាប់មុខវិជ្ជាខ្លះវិញទៀតគឺយើងមាន associate degree នៅនឹងហ្មងឬក៏មាន bachelor degree នៅនឹងហ្មងអញ្ចឹងយើងអាចនិយាយថាសាលានឹងវា specific មួយណាបានទេពីព្រោះអីវាទៅតាមមុខវិជ្ជាដូចថាមុខវិជ្ជាខ្លះយើងអាចរៀនដើម្បី transfer ទៅមហាវិទ្យាល័យប៉ុន្តែមុខវិជ្ជាខ្លះមួយទៀតវាមាន BA នៅក្នុងនឹងมันមាន bachelor degree នៅក្នុងនឹងដែរអូខេអញ្ចឹងជាសប្តាហ៍ថ្នាក់អូនអញអូនរៀនថ្នាក់អីដែរខាងផ្នែកអីដែរបច្ចុប្បន្ននេះគឺខ្ញុំរៀនanatomy 125ហើយនឹងsociology 101ខ្ញុំយក2ថ្នាក់ semester អូ anatomy កាបងយ៉ាកាបងយកបងចូលថ្នាក់ហ្នឹងដែរតាបងចូលរៀនថ្នាក់ហ្នឹងបានប្រហែលជាមួយខែបងរត់ចោលពួកអីកាលហ្នឹងកាលមុនបងថាបងចង់រៀនពេទ្យបងចង់ធ្វើពេទ្យបងចង់ធ្វើ nurse ដល់ពេលយើងបងយកថ្នាក់ហ្នឹងប៉ុន្តែដោយសារតែថ្នាក់ហ្នឹងបងដឹងថាវាពិបាករៀនត្រូវការចេះឈ្មោះត្រូវការចេះអានឈ្មោះត្រូវការចងចាំឈ្មោះអីចឹងណាតាក់តងទៅនឹងរាងកាយរឿងអីចឹងណាហើយសម្រាប់បងឈ្មោះហើយនឹងបងគឺ zero ចឹងហើយបាទបងថាអូខេ goodbye no more ហ្នឹងហើយ oh no អូខេអូនចឹងចុះអូនអញរៀនរងថ្ងៃហ្នឹងអូនអញយកថ្នាក់ហ្នឹងចុះគោលគំនិតថ្ងៃអនាគតអូនអញចង់រៀនដូចថាចង់យកបរិញ្ញាបត្រឬក៏ចង់បានផ្នែករៀនយកផ្នែកជំនាញអីមួយចឹងតើអូនអញចង់រៀនយកផ្នែកជំនាញអីគេដែរអូខេតកតងនឹងនៅស្រុកអាមេរិកនេះមុននឹងយើងចង់បានរៀននៅមុខជំនាញអីគឺយើងត្រូវតែពិភាក្សាជាមួយនឹង counselor ហ្នឹងបាទ counselor ហ្នឹងគឺបានន័យថាគឺជាអ្នកផ្ដល់យោបល់ឲ្យសិស្សថាតើសិស្សធ្វើត្រូវការអ្វីខ្លះមុននឹងគាត់ចង់ transfer អូខេសម្រាប់ខ្ញុំរៀនមុខវិជ្ជាខ្ញុំគឺខាងគេហៅ radiology which is x-ray ដូចថាយើង scan ឆ្អឹង scan អីនៅពេលអីចឹងណាក៏ប៉ុន្តែមុននឹងខ្ញុំត្រូវរៀនថ្នាក់មុខវិជ្ជាខ្ញុំហ្នឹងខ្ញុំត្រូវតែយកassociate degree មួយសិនហ្នឹងហើយអូនបងយល់អូខេឥឡូវចឹងអូនអញ focus ទៅលើ radiology ចឹងមានន័យថាអូននៅពេលអូនអញចប់រៀនចប់ថ្នាក់ college ប្រហែលជាបាន AA degree មានន័យថា associate degree from college ហ្នឹងទៅ from អូនអញ transfer ទៅ radiology ដើម្បីយកថ្នាក់คล้ายទៅជាដូចថាពេទ្យខាងផលិត X-ray ផលិតឆ្អឹងផលិតអីចឹងមែនទេអូនបច្ចុប្បន្ននេះគឺខ្ញុំកំពុងតែព្យាយាមយកគេហៅ associate degree ប៉ុន្តែ natural science degree អូខាង science អញ្ចឹងមុននឹងខ្ញុំ apply ចូលទៅ X-ray ហ្នឹងគឺខ្ញុំត្រូវតែយក AA associate degree natural science degree នឹងឲ្យបានសិន before you apply ថ្នាក់ពេទ្យហើយនឹងថ្នាក់ nurse degree ហើយនឹងថ្នាក់ខ្ញុំដូចគ្នាស្រដៀងគ្នាមុខវិជ្ជាអញ្ចឹងមុននឹងគេចូលរៀន nurse យើងត្រូវតែបញ្ចប់ natural science degree នឹងដែរអូខេយ៉ាត្រូវចឹងហើយអូនចឹងហើយបានជាការបងកាលមុននៅពេលដែលបងរៀននៅ City College ហ្នឹងបងយកថ្នាក់ហ្នឹងដូចគ្នាព្រោះអីបងត្រូវចូលទៅថ្នាក់នៅអូខេបងយល់អូខេចឹងចង់និយាយថាឥឡូវហ្នឹងអូនអញ working on AA degree in natural science right I see ចាអូខេអូនណាអញ្ចឹងអូនអញប្រាប់ថាអូនអញបានមកស្រុកអាមេរិកនេះប្រហែលជា5ឆ្នាំហើយមែនទេអូនបាទចាហើយចឹងចុះសម្រាប់ភាសាអង់គ្លេសវិញអូនអូនអញយកថ្នាក់ហ្នឹងតើកម្រិតភាសាអង់គ្លេសអូនអញពេលចូលរៀននៅអា college រាល់ថ្ងៃហ្នឹងណាតើអូនអញចាប់ផ្ដើមឬក៏រៀនភាសាអង់គ្លេសយ៉ាងម៉េចដែរអូនជួយប្រាប់យើងបានអត់ជួយប្រាប់បងប្អូនខ្មែរយើងផងតិចបានទេបាទអូខេតកតងនឹងបទពិសោធន៍ដែលខ្ញុំមកដល់ស្រុកអាមេរិកភ្លាមខ្ញុំនឹងនិយាយពីតើខ្ញុំមកដល់អាមេរិកភ្លាមតើខ្ញុំរៀនអីខ្លះហើយរហូតដល់ខ្ញុំរៀនចប់អង់គ្លេសហើយបន្ទាប់មកខ្ញុំបានចូលរៀនកំពុងតែយក associate degree រាល់ថ្ងៃហ្នឹងខ្ញុំមកដល់អាមេរិកឆ្នាំ2016ហើយ16ខ្ញុំមិនទាន់បានរៀនខ្ញុំកំពុងតែរត់ឯកសាររស់នៅហើយរហូតដល់ឆ្នាំ2017fall semester បានខ្ញុំចាប់ផ្ដើមចុះឈ្មោះចូលរៀនភាសាអង់គ្លេសប៉ុន្តែនៅមុននឹងខ្ញុំចូលរៀនថ្នាក់ college នៅមុននឹងគេឲ្យខ្ញុំចូលរៀន college ហ្នឹងគេត្រូវឲ្យខ្ញុំធ្វើ placement test placement test ហ្នឹងគឺឲ្យយើងធ្វើ test តើកម្រិតអង់គ្លេសយើងហ្នឹងយើងអាចចូលថ្នាក់ណាបាទហើយនៅក្នុងឆ្នាំ2017ហ្នឹងគឺខ្ញុំបានចូលរៀន
តែតាមពិតទៅមុននឹងខ្ញុំចូលរៀនអង់គ្លេសហ្នឹងណាខ្ញុំធ្វើខុសមួយត្រង់ថាខ្ញុំយកថ្នាក់ anatomy sorry ដូចជា medical terminology ខ្ញុំ pay អស់ចិត្ត1000ជាងពេលហ្នឹងដោយសារតែពេលដែលខ្ញុំមកដំបូងអត់មានអ្នកណាជួយប្រាប់ខ្ញុំទេទៅអត់ជួយអត់ដែលថាអត់មានអ្នកណាប្រាប់ថាអូនឯងត្រូវរៀនចេះមួយគឺអត់មានទេអញ្ចឹងខ្ញុំព្យាយាមស្វែងយល់ខ្លួនឯងរហូតដល់ចូល fall semester ពាក់ fall semester ក្នុងខែ8បានខ្ញុំចាប់ផ្ដើមធ្វើតេស្តចូលរៀនអង់គ្លេសហើយថ្នាក់អង់គ្លេសហ្នឹងគឺជាថ្នាក់គេហៅ non credit ហ្នឹងគឺវាមាន6ថ្នាក់វាមាន901 902 903 904 905 906ចឹង6ថ្នាក់ហ្នឹងគឺសម្រាប់អ្នកដែលអត់ចេះសោះហ្មងគឺគេហៅEnglish for life and work សម្រាប់ជីវិតរស់នៅនិងធ្វើការនេះដូចដែលខ្ញុំបានបង្ហាញកតាអ្នកទាំងអស់គ្នាឃើញ6ថ្នាក់នេះ1 2 3 4 5 6អញ្ចឹងនៅក្នុងថ្នាក់ទី1នេះគឺសម្រាប់អ្នកអត់ចេះអង់គ្លេសតែហ្មងគឺអ្នកដែលអង់គ្លេសតាំងពី A B C នេះហើយមានគ្រូខ្មែរយើងបរៀនឯងមកធំនេះមានគ្រូខ្មែរយើងបរៀន Wow សាលាអូនឯងលយ sorry កាត់អូនសាលាអូនឯងលយមែនមានគ្រូខ្មែរបរៀននៅសាលាបងក៏បងមកដល់ដំបូងបងចូលថ្នាក់ណាន credit គ្នាមកដល់ភ្លាមចាបងចូលទៅថ្នាក់ណាន credit នៅដូចគ្នាប៉ុន្តែសិតតែគ្រូភាសាអង់គ្លេសហើយយើងត្រូវធ្វើតេស្តដូចគ្នាយើងតេស្តចូលដល់កម្រិតប៉ុណ្ណាអញ្ចឹងណាប៉ុន្តែចុះពេលអូនឯងមកដល់ដំបូងអូនឯងចូលរៀនដំបូងអញ្ចឹងអូនឯងបងលុយ right លើថាអស់លុយច្រើនហ្នឹងដោយសារតែព្រោះអីកាលណាយើងអត់តាន់ជា resident ចាយើងអត់មានសិទ្ធយើងត្រូវបើសិនជាពិសេសយើងមកជាលក្ខណៈសិស្សនិស្សិតណាគឺយើងត្រូវបង់លុយឯងបើនៅ San Francisco នេះគេ charge យើងមក unit $46 ចឹងនៅខាងអូនវិញគេគិតមិនដែរនៅនេះមួយ unit កាលហ្នឹងខ្ញុំរៀនតែ3 unit ទេបងមួយ unit គេឆាខ្ញុំ3ទៀតអូដោយសារប្រហែលជាអូនឯងមកដំបូងអូនឯងអត់ទាន់មានសិទ្ធណាចឹងកាលណាយើងមកលក្ខណៈជាអត់មានយើងជា non resident គឺយើងត្រូវបង់លក្ខណៈ like a international student ចឹងប្រហែលជាបានជាថ្លៃមើលទៅអូខេអូនបន្តទៀត sorry កាត់អូនឯងខ្ញុំចង់បន្តការសិក្សារៀនរបស់អង់គ្លេសរបស់ខ្ញុំអញ្ចឹងខ្ញុំខំប្រឹងរៀនរហូតខ្ញុំធ្វើតេស្តទៅខ្ញុំបាន904បានថ្នាក់ទី4តពីក្នុង fall semester 2017ហ្នឹងខ្ញុំរៀនបាន2ថ្នាក់គេធម្មតាគេរៀនមួយថ្នាក់ទេមួយ semester ប៉ុន្តែខ្ញុំរៀនលឿនខ្ញុំយក2ថ្នាក់ហ្នឹងមួយ semester តមកដល់ពេលចូល2018គឺខ្ញុំចូលផ្ដាច់អានេះហ្មង spring semester ដើមខែខ្ញុំរៀនបញ្ចប់តាក់ទងនឹងថ្នាក់ចុងបញ្ចប់នេះគឺគេបរៀនយើងគឺគេឲ្យយើងស្គាល់អំពីក្រុម essay តើគេខណៈព្រោះអីអាថ្នាក់ក្រោមនេះគឺយើងអត់មានបានត្រូវសិក្សាអំពីអ្វីគេហៅថាសរសេរ essay ខ្មែរដូច K-pop អញ្ចឹងបងណាយើងអត់មានបានដឹងថាជួយស្អីគេ essay ឬតែគេនិយាយ essay នឹងបានថាម៉េចប៉ុន្តែដល់ពេលចូលដល់ 906 នេះគេបរៀនយើងតែessay មួយវាមានដូចជាមានទម្រង់របស់វាមានដូចconclusion មាន body paragraph អីចឹងទៅបន្ទាប់មកមានសេចក្តីផ្ដើមមានតួសេចក្តីមានសេចក្តីបញ្ចប់ចា essay ភាសាអង់គ្លេសដូចខ្មែរភាសាអង់គ្លេសក៏ដូចខ្មែរយើងដែរបងប្អូនចាគេមានសេចក្តីផ្ដើមមានតួសេចក្តីមានសេចក្តីបញ្ចប់ដូចគ្នាចាអូខេអូនចាឥឡូវអូខេឥឡូវភាសាអង់គ្លេសអូនឯងប៉ុណ្ណឹងឥឡូវអូនឯងបញ្ចប់ non credit អញ្ចឹងបញ្ជាក់បងប្អូនទាំងអស់គ្នា non credit ហ្នឹងមានន័យថាគឺជាភាសាអង់គ្លេសដែលយើងអត់ចូលទៅប្រើការជាផ្លូវការបានតែយើងរៀនសម្រាប់មកចេះអានចេះនិយាយយល់ភាសាអង់គ្លេសអញ្ចឹងណាអូខេអូនអញ្ចឹងបន្ទាប់ពីអូនឯងរៀនបញ្ចប់អាថ្នាក់ non credit ហ្នឹងហើយអូនឯងប្រឡងចូលទៅ credit អូនឯងបាន level អីដែរហើយថ្នាក់អូនឯងចូលរៀនថ្នាក់ college ថ្នាក់ដំបូងហ្នឹងគេ requirement ភាសាអង់គ្លេសកម្រិតណាដែរចំពោះដល់ពេលណាដែលយើងចប់ថ្នាក់នេះហើយនៅពេលដែលខ្ញុំចប់ថ្នាក់នេះហើយគឺយើងបន្តថ្នាក់ក្រោមនេះទៀតអូបាទបន្តថ្នាក់នេះចាប់ពី credit right no ចាប់ពីក្រហមនេះទៅគឺចាប់ផ្ដើម credit ចាប់ដើម credit បាទចាប់គេឲ្យយើងចូល credit auto មកអញ្ចឹងនៅក្នុងថ្នាក់នេះវាមាន2ថ្នាក់ហើយ2ថ្នាក់តមកនេះអញ្ចឹងខ្ញុំនិយាយតាមត្រង់ខ្ញុំធ្លាប់ធ្លាក់ថ្នាក់នេះម្ដងពិបាកមែនតើបងខ្ញុំរៀនខ្ញុំពិបាកសរសេរ essay ខ្ញុំអត់ដឹងឯណារបៀប quote របៀបសរសេរ work cited អីទៅខ្ញុំពិបាកមែនតើអញ្ចឹងខ្ញុំធ្លាក់ម្ដងរហូតដល់មិត្តភក្តិខ្ញុំរៀនចោលខ្ញុំអស់ហើយខ្ញុំរៀនរហូតដល់ COVID នេះ English 140 41នេះគឺពិបាកមែនតើសរសេរ
là hốt đó 4 tầm po tới 5 tầm po tới 7 tầm po chẳng 7 page nó cứ nhom strike gõ nhom feel lại ô nhom thơ mấy tớ vụ Arena sả lá bà cho ngói hay là Covid hit ra tiết nhom hiện online thơ mấy nhom che tớ mình thấy trong một chọn nhom hiện chọn thằng nạn nằng hãy đọc trong channel mi pipon mà pay muối mà pay muối spring semester cứ nhom phải chọn thằng nạn đi hay nhom sờ bài chật mình tên là nhom từ tụ bàn ấy bờ sân thì nhom mặt bà nhom sờ bài chật mình tên là nhom từ tụ bàn cái học English 101 á nhưng bàn ấy bờ sân ba chỉ dương gọt ban A không thằng năng tế cứ dương thầu tài to mũi tiết cái học English 103 nó chỉ top maintain là em dương transfer để tha dương cho riêng ở score visualize you have to finish English 103 and like my major nhom nhá môn nhom apply tàu và radiology cái tiêm tia ở nhom finish English 101 or 103 hay bữa sân chỉ nhom vô này bạn B nhom thầu vô mà thằng nạn tiệt bàn tay nhom ban A chẳng tóc khu áo nhom vô nhom bài trên tên ôi chung nhom của bạn xe bằng nhom bạn xem tên bàn tay ôn sầm hẹp bong ở đăng tha sả đâu anh ở đôi tha requirement không bị bong mày ở đăng cái nào bàn tay sầm hẹp group thạ để bong riêng nơi City College nơi này cái học ta City College sả đôi tha sả community trong đôi kia về si song từ là thạ đại dương châu mà thạ ôn anh trong vô thạ chi vẹt ok biology ưu tiên thạ chi vẹt chẳng chuyên cao cái đầm rỡ ca ao dương miền kinh lịch chia dương ban phần này rồi có phải sao ông lấy dương cùng rạch phần này chẳng ôn anh lên to riêng mà phật ông lấy ở chop phật ông món hay bạn anh vô thạ xem mẹ nè chẳng ôn anh chẳng ở rồi ta tam bọt về sau này anh to ôn anh riêng tập phía sau lấy sọt men riêng đôi thay vô thằng ông lấy phong hay vô thằng em xem từ nào khi ở đây chẳng hả nhom vô thằng cần tâm kia ok dạ nhom bờ sân chi nhom riêng thằng ông lấy sọt nhom thầu chọc thằng ông lấy dù gọi để ra tại nhom riêng vô thằng cần phong hay thằng ông lấy phong nhân tấu vì tiên cái này vì nó nhưng mà sao bờ cải vì tiên cái này ok chẳng ở lỡ sọt tới ôn anh still working on AA degree from Sala Community College, right? Ok, chẳng ôn anh thay chất job ấy mẹ nè, nơi màn semester tiếp bạn job. Nhóm trong vậy tôi tha pena đại nhóm min cái how plan Aនិងplan B. Ok plan A ro ngày ní cứ nhóm major nhóm cứ cái how natural science X-ray hay lão nếu nhung cầm pung tại PGM vô natural science degree hay person ba chơi nhung working nào thằng nào nhung nâng ban A được copy B hay tao mới nhung về cho mùi counselor nhung tha nhung thua ai transfer tao nơi bán nhung nâng vô thằng nào bật time thì đâm bay nhung trong riêng nơi mình. Dạ ok ôn lấy tẹo tông tên nâng ca sắc xá ôn nơiประมาณ thằng tiết tơ ôn phải chọn thằng associate degree để mau bị Sala College nâng. សម្រាប់នៅក្នុង college របស់ខ្ញុំគេហៅ ad plan ហ្នឹងad plan ឬក៏ starfish ad plan ហ្នឹងមានន័យថាយើងមានគម្រោងរបស់យើងមាន plan របស់យើងតើ semester ហ្នឹងយើងយកថ្នាក់អី semester ក្រោយយើងយកថ្នាក់អីប៉ុន្តែតើ semester បញ្ចប់យើងយកថ្នាក់អីអញ្ចឹងនៅក្នុងទៅតាម based on my starfish គឺខ្ញុំនៅសល់តែ semester នេះខ្ញុំយក2ថ្នាក់អញ្ចឹងខ្ញុំនៅតែ2 semester ទៀតខ្ញុំ graduate natural science degree របស់ខ្ញុំហ្នឹងតោះមកខ្ញុំនឹងបាទបន្ទាប់មកពីឆ្នាំ2023 spring semester គឺខ្ញុំ graduate ដែរអូខេ wow លឿនណាស់អូនណាចិត្តបាន associate degree ហ៎ចាអូខេចឹងសម្រាប់ការសិក្សានៅស្រុកអាមេរិកវាខុសពីស្រុកខ្មែរយើងមែនទេអូនចាចឹងការសិក្សានៅស្រុកខ្មែរយើងគឺសាលា set up ឲ្យយើងថាក្នុងមួយ semester មួយឆមាសយើងយកថ្នាក់អីខ្លះប៉ុន្តែនៅអាមេរិកនេះសាលាគេអត់មាន set up ឲ្យយើងឯងយើងជាអ្នករើសថ្នាក់ខ្លួនឯងមែនទេចាជាធម្មតាអូនឯងយកមក semester អូនឯងយកប៉ុន្មាន unit ជាធម្មតានៅក្នុងសិស្សស្រុកអាមេរិកនេះគេយក12 unit គឺបានន័យថាពេញម៉ោងប៉ុន្តែសម្រាប់ខ្ញុំដោយសារតែខ្ញុំមើលទៅតាមសមត្ថភាពខ្ញុំតើខ្ញុំអាចយក12 unit បានអត់តើ semester ហ្នឹងខ្ញុំពិភាក្សាជាមួយ counselor តើ GPA ខ្ញុំមាន goal មានចុះក្រោមអត់ហើយពីព្រោះអី
ពេលខ្លះដែលខ្ញុំយកច្រើនពេកវាធ្វើឲ្យ GPA ខ្ញុំចុះទាបដោយសារអីដោយសារដូចថាយើងបែងចែកពេលវេលាដោយសារ 4-5 ថ្នាក់អញ្ចឹងក្នុងមួយ semester យើងអត់មានពេលវេលាសម្រាប់ថ្នាក់នេះថ្នាក់នេះទេអញ្ចឹងតើសម្រាប់ខ្ញុំរាល់ថ្ងៃនេះគឺខ្ញុំយកខ្ទង់តែ10 unit ឬក៏8 unit ទេអញ្ចឹងវា2ថ្នាក់ទៅ3ថ្នាក់ទេដែលខ្ញុំអាចរត់រួចដើម្បីឲ្យខ្លួនឯងយកបាន A ឬក៏ B ពីច្រើនថ្នាក់ខ្ញុំយកបាន A និង B ដោយសារខ្ញុំយកតិចហ្នឹងហើយជាហេតុផលដែលខ្ញុំយកតិចអត់យក12 unit បើខ្ញុំយក12 unit បានថាវាបានជាប់ដូចគ្នាប៉ុន្តែវាទៅបាន C ឬក៏ B ទេវាបាន A អូខេសំខាន់អូខេបើសិនជាយើងមានគោលបំណង transfer ទៅថ្ងៃក្រោយអញ្ចឹងអូខេចាត្រូវហើយអូនឯងធ្វើនឹងល្អហើយយើង focus លើនេះទេដូចបងឯងអូនអើយធ្វើការ2 job 3 job តែបងមិនដែលធ្វើបងមិនដែលយកក្រោមពី10 unit ទេគឺបងយកលើសពី10 unit ទាំងអស់សួរតាហេតុអី financial aid រឿងសំខាន់នៅស្រុកអាមេរិកនេះយើងអាចសុំ financial aid អូខេឥឡូវបើតាមបងដឹងសម្រាប់នៅសាលាបងយើងរៀននៅសាលា college អញ្ចឹងរដ្ឋគេជួយដូចបងនិយាយអញ្ចឹងគេហៅថា financial aid ចុះសម្រាប់នៅសាលាអូនឯងវិញដែរមិនដែរអូនឯងបានទទួល financial aid ឬក៏ការជំនួយពីរដ្ឋាភិបាលខ្លះដែរឬទេអូខេតាក់ទងនឹងបងសួរថាខ្ញុំបានទទួលបាន financial aid ទេគឺខ្ញុំទទួលបាន financial aid បានន័យថាគឺជាជំនួយកញ្ចប់ថវិកាសម្រាប់ផ្នែកចំណេះដឹងចំពោះសិស្សអញ្ចឹងសម្រាប់ខ្ញុំដែលខ្ញុំបានទទួលថវិកាពីសាលាហ្នឹងដោយសារតែខ្ញុំមាន green card មានសិទ្ធិរស់នៅស្រុកអាមេរិកហើយយើងនៅស្រុកអាមេរិកនៅក្នុងរដ្ឋ California 1 year and 1 day តើមកយើង change resident ហ្នឹងទៅគឺរដ្ឋាភិបាលនឹង pay លុយទៅសាលាយើងចំពោះទី1គឺ pay ឲ្យសាលាយើងហើយទី2គឺយើងទទួលបានលុយ cash shot មកខ្លួនយើងសម្រាប់ចាយទៀតហើយទី3គឺសភៅគឺគេទិញឲ្យយើងទៀតអញ្ចឹងគឺខ្ញុំបានទទួលបាន3ហ្នឹងនិយាយរួមទៅ free education មែនទេអូនចាអញ្ចឹងមានន័យថាសាលាគេចេញលុយថ្លៃសាលាសម្រាប់សិក្សាអីមកចប់ហើយគេឲ្យលុយទៀតចុះសម្រាប់ថាលុយហ្នឹងគេឲ្យរបៀបម៉េចអូនគេគិតតាម semester ឬក៏គេដូចថាគេគិតតាម units ដែលអូនយកដែលអូនរៀនមែនទេបើសិនជាយើងរៀន6 units មានន័យថាយើង half full time បើសិនជាយើងយក8 unit យើងបានផ្សេងយើងយកពី10 unit យើងបានផ្សេងយើងយក5-10 unit យើងបានលុយផ្សេងមែនទេចាសម្រាប់អូនវិញអូនបានប៉ុន្មានអូនចង់និយាយថាគេឲ្យប្រហែលជាមួយ semester បានប្រហែលជាប៉ុន្មានដែរអានេះគឺជាអ្វីដែលសំខាន់ដែលបងប្អូនខ្មែរយើងជាពិសេសសិស្សនិស្សិតនៅស្រុកខ្មែរយើងគ្នាចង់ដឹងមែនទេអូនឯងបើសិនអាចប្រាប់បានអូខេល្អដើម្បីឲ្យបងប្អូនបានត្រៀមទុកមុនអូខេនេះយើង topic យើងថ្ងៃនេះគឺនិយាយតាក់ទងនឹងនិស្សិតខ្មែរយើងមករៀនស្រុកអាមេរិកហើយទទួលបានលុយហើយឥឡូវយើងដល់ចំណុចហ្នឹងអូខេតាក់ទងជាមួយនឹងដែលខ្ញុំបានលុយក្នុងមួយ semester វាស្រុកអាមេរិកនេះរដ្ឋយើងនិយាយថានៅក្នុងរដ្ឋ California ចុះពួកអីជាធម្មតារដ្ឋផ្សេងវាខ្ញុំគិតថាមិនដូចច្បាប់ផ្សេងទៀតអញ្ចឹងនៅក្នុងរដ្ឋ California នេះដូចសម្រាប់ខ្ញុំបានលុយហ្នឹងទៅតាម unit ដែលថាយើងរៀន unit ដូចសម្រាប់មិត្តភ័ក្ដិខ្ញុំគាត់រៀនពី10 unit ឬក៏4-10 unit គាត់បានឡើង 3000 ជាងមួយ semester ហើយសម្រាប់ខ្ញុំ8 unit ទៅ10 unit ខ្ញុំបានខ្ទង់តែ2000 ជិត 3000អូខេតាក់ទងនឹងចាប់ផ្ដើម semester អញ្ចឹងទៅខ្ញុំទទួលបាន800គឺសាលានឹងផ្ញើលុយឲ្យខ្ញុំ$800ដើម្បីដែលថាដោះស្រាយជីវភាពរស់នៅញ៉ាំអីចឹងទៅហើយបន្ទាប់មកដល់ចិត្តចូលនេះ2-3 អាទិត្យក្រោយមកគឺខ្ញុំទទួលបានគេហៅថា emergency stimulus check មិនទេអាហ្នឹងសម្រាប់សិស្សដែលយើង low income គឺខ្ញុំទទួលបាន700ទៀតហើយទៅដល់ពាក់កណ្ដាល semester ខ្ទង់ខែ3ខែ3អីប្រហែលខ្ទង់800ទៀតចុះសាលាឯងចង់និយាយថាគេចេញលុយគេឲ្យលុយជាដំណាក់កាលបើសិនជានៅសាលាបងនៅខាង City College នេះគេតើតែឲ្យដូចថាអូខេដើម semester គេឲ្យដែរប៉ុន្តែគេឲ្យតិចទេប៉ុន្តែគេចាំរហូតដល់យើងចប់ semester ហើយគេ make sure ថាយើង pass តើតែយើងចប់ថ្នាក់ជាប់ចឹងនិយាយថាយ៉ាងហោចបំផុតបាននិទេស D អានឹងបានគេឲ្យលុយបើសិនជាមិនអញ្ចឹងគឺអត់បានលុយទេអូខេគួរសមដែរតាមមួយ semester ចង់និយាយថាអូខេបញ្ជាក់ជូនបងប្អូនទាំងគ្នានៅមក semester ហ្នឹងមានន័យថាមួយឆមាសហើយមួយឆមាសហ្នឹងវាមានប្រហែលជា1ដល់ខែ5យ៉ាវាហើយជាវា4-5 ខែបងប្អូនណា4-5 ខែ
chẳng nè ok chẳng việc ăn trao đi bằng pon lôi pi về pon là rồi giờไปปรำผมวยkhaiปนตายอย่างหอยน้าวิเมนจุ่มวิจุ่มนุยจ้าให้ก็ส้มไปแจกได้อ้นแม่เนี่ยบัดสันจียังทั่วกายังเป็นประจุโนคือยังอัดบานลอย financial aid เตจังอ่ะ financial aid นี่แกเอาแต่สมัยเนี่ยแต่ low income แต่เป็นประจุโนตัดบางปนนะจังบัดสันจียมจำบ้านไปให้จีบัดสันจียังเป็นประจุโนตัดเจียงโดยจีมาเมินไปให้จีมาเมินปีปอนดอลลาร์ขนมหมดឆ្នាំแต่ยังอัดบาน financial aid นั่งว่าจะสมัยข้างสลาโอนไม่ได้សម្រាប់ខ្ញុំគឺខ្ញុំ low income និយាយទៅប៉ុន្តែដូចសម្រាប់មិត្តភ័ក្ដិខ្ញុំដែលខ្ញុំធ្លាប់ឮពីគាត់ព្រោះដូចតែប្តីគាត់បាន income ច្រើនគាត់អត់បានទេប៉ុន្តែគេ pay អា fee waiver ឲ្យយើង fee waiver ហ្នឹងគឺសម្រាប់បង់សាលាយើងមិនចាំ pay មួយថ្នាក់1000 2000នេះអត់ទេបាទសម្រាប់ខ្ញុំ low income គឺ full ហ្មងចុះបានខ្ញុំសុខចិត្តអត់ធ្វើអីផ្សេងក្រៅខំប្រឹងតែរៀនឲ្យចប់សិនThat's good on ហ្នឹង okay you know រៀនអានេះជា big investment ចំណេះដឹងសំខាន់ណាស់សុខចិត្តក្រសិនទៅក្រ3 4ឆ្នាំពេលយើងរៀនចប់មានអូខេការងារល្អមានដែលខ្ញុំមកស្រុកអាមេរិកដំបូងគឺខ្ញុំចង់ធ្វើការនៅសាលាខ្ញុំចង់មែនតើខ្ញុំនិយាយប្រាប់ត្រង់គឺការងារដំបូងគឺខ្ញុំចង់ធ្វើការនៅក្នុងបណ្ណាល័យទីតាក់ទងនឹងការយើង student front desk and then like we check student in and out យើងនិយាយថាយើង check គេ in and out ហើយគេឲ្យគេ pay like $14 an hour ខ្ញុំចង់មែនតើប៉ុន្តែរហូតដល់ខ្ញុំរៀនដល់បច្ចុប្បន្នអ្នកទាំងអស់គ្នាខ្ញុំចង់ប្រាំទៅអ្នកទាំងអស់គ្នាថាពេលណាដែលយើងខំប្រឹងរៀនយើងមានចំណេះយើងអង់គ្លេសយើងចប់គណិតយើងចប់អីចប់គឺសាលាគឺទាមទារឲ្យខ្ញុំទៅធ្វើការគេហ្មងរហូតដល់រងថ្ងៃនេះមានផ្នែក department ខាង IT គាត់ស្គាល់ខ្ញុំគាត់ចង់ឲ្យខ្ញុំទៅធ្វើឲ្យគាត់ហ្មងប៉ុន្តែខ្ញុំថាខ្ញុំសុំទៅខ្ញុំអត់មានពេលព្រោះខ្ញុំលបរៀនខ្ញុំសុខចិត្តអត់ទៅធ្វើការសិនដើម្បីរៀនឲ្យចប់សិនទៅពេលណាដែលខ្ញុំរៀនកាន់តែចប់កាន់តែខ្ពស់ទៀតខ្ញុំកាន់តែចេះទៀតគេកាន់តែថោកការខ្ញុំទៀតអញ្ចឹងវិញសុំវិញយ៉ាអូខេយ៉ាត្រូវអូនត្រូវបងដឹងតាបើនិយាយថាជាពិសេសសិស្សឆ្នាំក៏បងនៅរៀនបងយកថ្នាក់ Python ថ្នាក់ programming សិស្សឆ្នាំនៅក្នុងសាលាហ្នឹងចប់ semester ដឹងតែគ្រូក្នុងថ្នាក់ហ្នឹង offer យើងទៅធ្វើដូចជា assistant ដូចថាជំនួយការគាត់នៅក្នុងថ្នាក់អញ្ចឹងណាអញ្ចឹងអានេះគឺជាឱកាសមួយសម្រាប់សិស្សឆ្នាំនៅស្រុកអាមេរិកនេះអញ្ចឹងគេផ្ដល់ឱកាសឲ្យយើងណាប៉ុន្តែអូនបងឮថាអូនឯងធ្វើការដែរតា right មែនទេ part time នៅសាលាមែនទេបាទខ្ញុំធ្វើដែរប៉ុន្តែខ្ញុំធ្វើតិចមែនតើខ្ញុំធ្វើតិចយ៉ាតិចតួចហ្នឹងហើយសម្រាប់យើងជាសិស្សនិស្សិតយើងអាចធ្វើបានច្រើនទេបើមិនជាយើងធ្វើច្រើនយើងមានចំណូលហួសទៅអាហ្នឹងគេលេងឲ្យ financial aid យើងវិញហើយអញ្ចឹងយើងអាចធ្វើបានតិចតួច on campus យ៉ាអូខេ good ការនៅសាលាគឺ financial aid រដ្ឋាភិបាលគឺគេទម្លាក់ម៉ោងឲ្យយើងមកគេថាអូខេថាមួយអាទិត្យគេតម្រូវឲ្យដូចសម្រាប់ខ្ញុំគេឲ្យខ្ញុំធ្វើតែ7 10ម៉ោងមួយអាទិត្យទេយ៉ាបើយើងធ្វើលើសហ្នឹងក៏គេឲ្យធ្វើដែរយ៉ាប៉ុន្តែសម្រាប់ខ្ញុំធ្វើបានដល់ហ្នឹងហើយព្រោះខ្ញុំអត់ចង់ mess up រឿងរៀនដោយថាយើងមកទោសលុយប៉ុណ្ណឹងវាមកធ្វើឲ្យយើងរៀនមានបញ្ហាខ្ញុំអត់ចង់ខ្ញុំសុខចិត្តធ្វើតិចហើយតែខ្ញុំធ្វើបានល្អក្នុងមួយ semester ខ្ញុំបានបន្ទុកល្អអញ្ចឹងទៅបងអូខេអូនឥឡូវបងមានសំណួរបន្តមួយទៀតចង់សួរអូនថានៅពេលដែលអូនឯងចប់AA degree from សាលាដែលអូនឯងរៀនសប្តាហ៍ថ្ងៃហ្នឹងតើអូនឯងមានបំណងបន្តទៅសាលាណាទៀតហើយដើម្បីយកថ្នាក់អីបន្តទៀតអត់ប្រហែលនៅក្នុងឆ្នាំ2023ហ្នឹងពេលណាដែលខ្ញុំចប់គឺខ្ញុំចាប់ផ្ដើមរៀបចំឯកសារខ្ញុំទាំងអស់ខ្ញុំ apply ទៅពីសាលាទី1នៅ Massachusetts College គឺ Massachusetts College ហ្នឹងគឺនៅចិត្ត Fresno ទី2គឺនៅ Stockton នៅខ្មែរយើងចំណាំថាមានខ្មែរយើងច្រើននៅហ្នឹងគឺខ្ញុំ apply ហើយរងថ្ងៃគឺខ្ញុំព្យាយាមបញ្ចប់ associate degree AA degree ប៉ុន្តែ major ដែលខ្ញុំ apply ចូលហ្នឹងក៏មិន bachelor degree គឺ AA degree ដែរassociate degree ប៉ុន្តែ major ខ្ញុំហើយនៅពេលណាដែលខ្ញុំ apply ចូលគឺខ្ញុំត្រូវរយៈពេលខ្ញុំធ្វើនេះគឺខ្ញុំត្រូវរងចាំដើម្បីគេ lottery គេចាប់អញ្ចឹងខ្ញុំមិនដឹងថាប្រហែលឆ្នាំដែលខ្ញុំត្រូវបានចូលទេបើសិនបានចូលលឿនគឺតែ2ឆ្នាំឯ 4 semester គឺខ្ញុំ graduate គឺខ្ញុំឈប់រៀនដែរតែបើចំពោះមួយទៀតមាន another option បើសិនជាខ្ញុំចង់ចូលរៀនសាលា private គឺចូលបានលឿនប៉ុន្តែមួយឆ្នាំក្នុង 30000 ចឹង2ឆ្នាំ 60000 ដូចគ្នានឹងថ្នាក់ពេទ្យដូចគ្នាក៏បងរៀនបងចឹងដែរគេថាបើសិនជាយើងចាប់ AA degree ហ្នឹងហើយបើសិនជាយើងចង់រៀនបន្តនៅ City College ដដែលហ្នឹងយើងមានថ្នាក់ដែរប៉ុន្តែ have to do lottery ចឹងទៅវាពិបាកចឹងហើយបានបងថាអូខេយើងមិនមានសង្ឃឹមទេហើយបើសិនតែទៅរៀនសាលាឯកជនថ្នាក់ពេទ្យប្រហែលជាចាប់
ដូចជា 30000 ទៅ 50000 ចាំដឹងចឹងបងថាអូខេ no forget it អូខេឥឡូវអូនតោះឥឡូវកុំឲ្យវាវែងឆ្ងាយយ៉ាឥឡូវចង់ប្រាប់បងប្អូនទាំងអស់គ្នាតិចចាបងប្អូនទាំងអស់គ្នាប្រហែលឆ្ងល់ហើយថាខ្ញុំស្គាល់ណាក់ Cambo តាមរយៈអីគេចានិយាយឲ្យចំបងប្អូនណាក់ Cambo គឺជា fan របស់ខ្ញុំចា fan នៅលើ YouTube ដូចគ្នាចាអញ្ចឹងហើយដោយសារតែចាណាក់ Cambo ចាគាត់បានconnect មកខ្ញុំអញ្ចឹងទៅហើយខ្ញុំក៏និយាយគ្នាធម្មតាបងប្អូនបើសិនជាបងប្អូនភាគច្រើនដែលឆាតមកខ្ញុំចាជាសួរសំណួរមានសំណួរអីសួរមកខ្ញុំភាគច្រើនខ្ញុំឆ្លើយកុំឲ្យតែបងប្អូនខ្លះផ្ញើមេដៃមកខ្ញុំមួយអត់ខ្ញុំអត់តបផ្ញើមេដៃមកមួយទៀតខ្ញុំអត់តបហើយមកទៀតសុំទោសបងប្អូនច្រើនណាខ្ញុំអត់មានពេលតបទៅអញ្ចឹងទេបើសិនជាបងប្អូនដាក់សំណួរមកខ្ញុំធានាឆ្លើយជូនចាបងប្អូនខ្លះថាខ្ញុំនឹងរឹកចាអត់ទេបងប្អូនតម្លាក់សំណួរមកណាបើមិនសំណួរតម្លាក់សំណួរខ្ញុំព្រាបតបអញ្ចឹងណាក់សួរខ្ញុំចាអញ្ចឹងណាក់ក៏គាត់ឆាតមកខ្ញុំអញ្ចឹងខ្ញុំក៏តាក់ទងនិយាយគ្នាទៅមកដឹងថាគាត់ក៏ជា YouTuber ដូចគ្នាអញ្ចឹងដូចខ្ញុំប្រាប់ខាងដើមអញ្ចឹងគាត់ជា YouTuber ក៏ដូចជាមាន page ចាអូខេណាអូនមានចង់មានអីចង់និយាយណែនាំទៅបងប្អូនខ្មែរយើងឬក៏មានអីចង់ប្រាប់ទៅជាពិសេសសិស្សនិស្សិតនៅស្រុកខ្មែរអូនមានអីនិយាយលើកទឹកចិត្តឲ្យគាត់ឲ្យថាខំប្រឹងរៀនឬក៏លើកទឹកចិត្តឲ្យថាគួរមកនៅស្រុកអាមេរិកគួររៀនចេះអូនមានអីចង់ប្រាប់ដល់ពួកគាត់អត់ខ្ញុំគ្រាន់តែចង់និយាយថាដូចថាបងប្អូនដែលសិស្សនិស្សិតដែលជំនាន់ក្រោយខ្ញុំគឺខ្ញុំចង់និយាយថាត្រូវ focus រឿងរៀនឲ្យបានច្រើននៅពេលណាដែលយើងប្រៀបបីដូចជាដុំថ្មមួយអញ្ចឹងយើងរងថ្ងៃខ្ញុំឧទាហរណ៍ថាដូចខ្ញុំជាដុំថ្មមួយអញ្ចឹងដែលគេកំពុងតែកែច្នៃឲ្យខ្ញុំឧទាហរណ៍ថាដូចយើងកែច្នៃខ្លួនឯងទៅជារូបចម្លាក់អីមួយដែលល្អនៅពេលណាដែលគេឃើញថាយើងល្អហើយគឺគេរត់រោយើងឯងអញ្ចឹងយ៉ាងណាមិញសម្រាប់ខ្ញុំដូចខ្ញុំនិយាយចឹងកាលពីខ្ញុំមកដំបូងគឺអង់គ្លេសខ្ញុំពិបាកអត់មានណាចង់យកខ្ញុំធ្វើការនៅសាលាប៉ុន្តែនៅពេលណាដែលខ្ញុំរៀនរហូតដល់ខ្ញុំបានខ្ពស់គឺគេសម្លឹងឃើញថាខ្ញុំអាចធ្វើការគេបានអញ្ចឹងយ៉ាងណាមិញខ្ញុំផ្ដាំឲ្យបងប្អូននៅស្រុកខ្មែរទាំងអស់នេះថាខំ focus រឿងរៀនហើយពេលណាដែលយើងសំលៀងខ្លួនឯងយើងច្នៃខ្លួនឯងទៅជាអ្វីមួយបានណាគឺគេរត់មករកយើងត្រូវរកបើសិនជាយើងរៀនអត់បានដូចគេយើងត្រូវរកជំនាញ skill ដែលថាស្នៃចោលត្រូវកែច្នៃខ្លួនឯងឲ្យធ្វើជាអីមួយយើងសុខចិត្តវេទនា 4-5 ឆ្នាំប៉ុន្តែអនាគតយើងស្រួលដូចសម្រាប់ខ្ញុំរាល់ថ្ងៃខ្ញុំនិយាយតាមត្រង់គឺខ្ញុំអត់សូវលយឆាយមានស្អីបោះប្រើប្រាស់ល្អប៉ុន្មានប៉ុន្តែចំណេះដឹងខ្ញុំទៅរហូតដល់ពេលណាដែលថ្ងៃណាមួយដែលខ្ញុំចប់ខ្ញុំធ្វើការបានលុយគួរសមអញ្ចឹងទៅខ្ញុំជីវិតខ្ញុំរស់ស្រួលអូនបងឯកភាពអញ្ចឹងអានេះក៏ខ្ញុំចង់និយាយប្រាប់បងប្អូនអ្នកគ្នាជាពិសេសអូនក្មេងៗជាពិសេសអូននៅមានវ័យក្មេងអញ្ចឹងកុំខំប្រឹងមានភ្លាមអត់អីទេក្រសិនចុះព្យាយាមទុកពេលវេលាទាំងអស់ខ្ញុំប្រាប់ទៅណាក់ដូចគ្នាបងប្អូនណាខ្ញុំប្រាប់ណាក់ដូចគ្នាប្រាប់ថាចំណាយពេលវេលារៀនយើងក្រប្រហែលជាវាយថា5ឆ្នាំហ្នឹងយើងក្រសិនចុះប៉ុន្តែចូលដល់ឆ្នាំទី6វឹបក្នុងមួយឆ្នាំនៅពេលដែលយើងមានចំណេះដឹងយើងមានការងារធ្វើល្អក្នុងមួយឆ្នាំហ្នឹងប្រាក់ចំណូលក្នុងមួយឆ្នាំហ្នឹងគឺវាស្មើនឹងយើងធ្វើការនឹង5ឆ្នាំបាត់ទៅហើយណាអញ្ចឹងវាខុសគ្នាឆ្ងាយអញ្ចឹងមួយឆ្នាំឬក៏2ឆ្នាំគឺស្មើរយៈពេលដែលយើងធ្វើការ5-6ឆ្នាំអញ្ចឹង focus រឿងរៀនមុននឹងចង់បានលុយចាហ្នឹងដើម្បីឲ្យជីវិតយើងមានភាពងាយស្រួលថ្ងៃក្រោយអូខេណាអូនចង់និយាយអីតាក់ទងនឹង channel របស់អូនប្រាប់បងប្អូនខ្មែរយើងខ្ញុំជាដំបូងខ្ញុំអរគុណច្រើនដល់បង NG ដែលគាត់បានថ្ងៃនេះបានមកសម្ភាសន៍ខ្ញុំសប្បាយចិត្តមែនទែនព្រោះបងជា YouTuber ហើយក្នុង YouTube បងឡើង 60k ជាងគឺច្រើនណាស់ខ្ញុំអត់តមានដល់បងទេខ្ញុំអរគុណច្រើនហើយខ្ញុំឃើញបងក្នុង YouTube គឺខ្ញុំតាក់ទងទៅបងហើយខ្ញុំក៏ជា fan របស់បងដែរហើយខ្ញុំអ្នកដែលនៅជុំវិញខ្ញុំរងថ្ងៃនេះគឺស្គាល់បងសឹងទាំងអស់គឺស្គាល់បងណាអូគាត់នេះនៅ San Francisco ហើយគាត់ធ្វើ YouTube អីចឹងតោះមកខ្ញុំក៏អ្នកធម្មតាយើង YouTube ត្រូវរកអ្នក YouTube ដូចគ្នាដើម្បីថា link ចូលគ្នាទៅវាកាន់តែសប្បាយអីចឹងទៀតទៅហើយខ្ញុំអរគុណបងច្រើនមែនទែនហើយមួយទៀតក៏អរគុណដល់ fan ទាំងអស់គ្នា fan របស់បងហើយខ្ញុំខំតែសុំថាជួយ subscribe ខ្ញុំម្នាក់មួយផងហើយតែប៉ុណ្្នឹងហើយ follow page ខ្ញុំគឺឈ្មោះ Nak Cambo នៅក្នុង page Facebook ហ្នឹង
ចាអូខេបងប្អូនកុំបារម្ភចាំខ្ញុំដាក់ខាងលើហើយខ្ញុំដាក់ link នៅក្នុង comment ក្នុង description ដើម្បីងាយស្រួលបងប្អូនចូលបងប្អូនយល់ទៅខ្ញុំនឹងដាក់នៅលើ comment ហ្នឹងនៅលើគេ post ដើម្បីបងប្អូនងាយស្រួលចុចនៅលើ link ហ្នឹងទៅបងប្អូននឹងឃើញ page ឬក៏ឃើញ channel របស់គាត់ហើយបងប្អូនជួយ subscribe គាត់ទៅព្រោះអី channel អូនគាត់ធ្វើនិយាយពីជីវិតនៃការរស់នៅសហរដ្ឋអាមេរិកដែរមែនទេបូករួមនឹងការដើរបន្លាបង្ហាញកន្លែងស្អាតៗនៅស្រុកអាមេរិកនេះមែនទេវត្តប៉ាលេឡៃទឹកដីប៉ោយប៉ែស្នេហាផ្លឹបផ្លែតដូចផ្លែកបន្តមេឃខ្មៅអ៊ូអាប់ក្រហមធ្ងួយធ្ងោក្បោះស្ពានដងអូនបដូរថ្មីពេលកុំភ្លេចខ្លាចបងមកពីផាណាវ៉ាវិញខាងលើវាយឺតពេលទៅថតចកា cherry blossom បងអូនអញមានពេលទៅថតចកា cherry blossom ឲ្យបងមើលផងអូខេបងចង់មើលមែនតើមួយខ្ញុំនឹងមានពេលវេលាតោះមកខ្ញុំនឹងបើកឡានទៅជួបបងនៅ San Fran ហើយនឹងដើរលេងមួយបងហើយបានថត vlog ជាមួយគ្នា Yes អូខេឥឡូវចាំបងត្រឡប់មកពី Panama វិញចាអូខេយើង make plan ចាអូខេបងប្អូនអញ្ចឹងនៅពេលដែលខ្ញុំត្រឡប់មកពី Panama មកវិញដូចខ្ញុំនិយាយអញ្ចឹងចាខ្ញុំនឹងជួបជាមួយអ្នកផ្ទាល់ចាខ្ញុំនឹងធ្វើវីដេអូចាបន្តទៀតជូនបងប្អូនទាំងគ្នាអូខេឥឡូវណាអូនឯងចង់ជំរាបលាទៅដល់បងប្អូនខ្មែរយើងឬក៏ចង់មានពាក្យអីបន្ថែមចុងក្រោយអត់ខ្ញុំអត់មានអីច្រើនទេក៏ប៉ុន្តែខ្ញុំគ្រាន់តែអរគុណបងជាពិសេសអរគុណបងដែលបាន interview ខ្ញុំថ្ងៃនេះហើយក៏អរគុណច្រើនដល់បង fan បងដែរបើសិនជាបានមើលវីដេអូខ្ញុំកុំភ្លេចជួយ subscribe ខ្ញុំម្នាក់មួយផងហើយបាទអរគុណច្រើនដល់ប៉ុណ្្នឹងហើយអូខេហើយណាបងមានយោបល់មួយបើសិនជាអូនឯងចូលចិត្តការបរៀនអូនឯងជួយបរៀនភាសាអង់គ្លេសបងប្អូនកូនខ្មែរយើងផងទៅខ្ញុំចិត្តតែមានគម្រោងចង់បរៀនលក្ខណៈចង់ធ្វើវីដេអូបង្រៀនអង់គ្លេសបាទខ្ញុំគិតមែនតើតែខ្ញុំចិត្តតែមានអារម្មណ៍មួយថាបើសិនជាដូចចាំមើលសិនប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំចង់បរៀនមែនតើខ្ញុំធ្វើវីដេអូមួយคลิปបរៀនខ្ញុំចង់បរៀនអង់គ្លេសខ្ញុំនឹងយកប្រព័ន្ធអាមេរិកនេះទៅបរៀនជាលក្ខណៈទៅបង្ហាញអ្នកស្រុកខ្មែរតើបទពិសោធន៍ខ្ញុំរៀននៅស្រុកអាមេរិកគេរៀនរបៀបមិនអង់គ្លេសគេដើម្បីឲ្យយើងស្រួលចេះដល់ពេលយើងបានសិក្សាដូចខ្ញុំទៅបានអ្នកទាំងអស់គ្នាឃើញថាអូគេរៀននៅអាមេរិកគឺគេរៀន simple មែនទែនធម្មតាមែនទែនប៉ុន្តែគេចេះតែគេរៀនរបៀបមិនចេះ That's very good អូខេហ្នឹងហើយ experience រៀនភាសាអង់គ្លេសយើងរៀនមិនឆាប់ចេះអញ្ចឹង content មួយសម្រាប់បងឯងធ្វើថ្ងៃក្រោយសម្រាប់បងប្អូនខ្មែរយើងអូខេអូខេបងប្អូនទាំងអស់គ្នាឥឡូវ Angie សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមតាមដានចាសម្ដាប់ចាការសម្ភាសរបស់ខ្ញុំរវាងខ្ញុំហើយនឹងបងប្អូនប្រុសណាក់ Cambo អញ្ចឹងកុំភ្លេចជួយ like ជួយ subscribe ចានិងចូលរួមតាមដានទស្សនា channel របស់គាត់ចាអរគុណអូនណាអរគុណដូចគ្នាអូនណាអរគុណដែលបានចំណាយពេលវេលាចាចូលរួមក្នុងវីដេអូនេះជាមួយបងចាអរគុណជូនបងប្អូនដូចគ្នាសុខភាពល្អស្នាងល្អ 100k no not 100k 1000k ឆាប់ alright no 1000 subscriber 1000សិនបានហើយកុំតាំង 1000k ច្រើនណាយក1000 subscriber សិនបានហើយអូខេយ៉ាអូខេចាអរគុណអូនបាយបាយចាអរគុណជំរាបលាបងប្អូនទាំងអស់គ្នាចាអរគុណជំរាបលា